សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះយើងមកធ្វើការកែលម្អមួយនៅក្នុង Excel របៀបគណនាតម្លៃអគ្គិសនីបាទចឹងក្នុងលំហាត់នេះគឺគេឲ្យយើងស្វែងរកចំនួនគីឡូវ៉ាត់ដែលយើងប្រើប្រាស់នៅក្នុងរយៈពេលមួយខែបាទហើយបន្ទាប់មកកន្លែងនេះ total គឺគេឲ្យយើងគណនារកចំនួនកាក់សរុបបាទចឹងគឺមកមើលសំណួរខាងក្រោមនេះសំណួរទី1គឺចូលរកចំនួនគីឡូវ៉ាត់ដែលបានប្រើក្នុងខែនេះហើយសំណួរទី2ចូលរកប្រាក់ដែលត្រូវបង់គឺប្រាក់រៀលបាទចឹងកន្លែងនេះកន្លែងទូតាំងគឺគេឲ្យយើងគិតជាប្រាក់រៀលបាទចឹងយើងមកធ្វើសំណួរទី1នេះមកកន្លែង use គីឡូវ៉ាត់នេះមកគេកន្លែង kW នេះមកចឹងកន្លែងនេះដើម្បីរកចំនួនគីឡូវ៉ាត់ដែលយើងប្រើថាយើងចង់ដឹងថាអស់ប៉ុន្មានគីឡូហ្នឹងចឹងកន្លែងនេះអត់ពិបាកទេយើងគ្រាន់តែអ្នកយកចំនួននេះ new number នេះហើយនឹង old number នេះបាទយកមកគណនាចឹង old number នេះគឺជាចំនួនគីឡូដែលយើងប្រើចាស់ហើយដល់ពេល new number នេះគឺជាចំនួនគីឡូដែលយើងប្រើប្រាស់ថ្មីបាទចឹងយើងគ្រាន់តែយក new number ទៅដកជាមួយនឹង old number ទៅឃើញតម្លៃដែលយើងប្រើប្រាស់អស់ប៉ុន្មាននេះបាទចឹងឥឡូវខ្ញុំស្មើអូខេចឹងខ្ញុំ select ទៅលើ new number នេះមកហើយដកជាមួយនឹង old number បាទចឹងយើង enter មកបង្ហាញលទ្ធផលចឹងវាថាក្នុងខែនេះគឺយើងប្រើអស់130គីឡូបាទចឹងយើងធ្វើការទាញកិន័យមកបាទហើយសំណួរទី2នេះគឺគេឲ្យយើងគណនាមានថាបង់ជាប្រាក់រៀលបាទចឹងយើងមើលដើម្បីគណនាបានយើងឥឡូវយើងទៅមើលក្នុងលក្ខខណ្ឌគេសិនលក្ខខណ្ឌគេខាងលើនេះគឺនិយាយថាបើសិនជាយើងប្រើប្រាស់ហ្នឹងចាប់ពី1គីឡូវ៉ាត់រហូតដល់50គីឡូវ៉ាត់តម្លៃ350រៀលបាទតម្លៃ350ណាហើយពី51គីឡូវ៉ាត់រហូតដល់100គីឡូវ៉ាត់តម្លៃ550ហើយចាប់ពី101គីឡូឡើងទៅតម្លៃ650បាទចឹងកន្លែងហ្នឹងគឺយើងទៅប្រើលក្ខខណ្ឌដើម្បីកំណត់វាបានចឹងកន្លែងនេះយើងប្រើរូបមន្តមួយ x ហ្នឹងគឺយើងប្រើសម្រាប់លក្ខខណ្ឌពិតមិនពិតបាទនិយាយពីលក្ខខណ្ឌ true false បាទចឹងកន្លែងនេះយើង select ទៅលើកន្លែងគីឡូវ៉ាត់ដែលយើងប្រើប្រាស់ដែលយើងគណនាឃើញមិញហ្នឹងចំនួនគីឡូវ៉ាត់ដែលយើងប្រើប្រាស់អស់រៀលប៉ុន្មានគីឡូហ្នឹងបាទចឹងកន្លែងហ្នឹងយើងកំណត់មកបើសិនជាយើងប្រើប្រាស់តូចជាងឬស្មើបាទ50គីឡូចឹងកន្លែងនេះយើងយកចំនួនគីឡូវ៉ាត់យើងហ្នឹងយើងខមាពី1ហើយយើងទៅ select ទៅលើចំនួនគីឡូវ៉ាត់ដែលយើងប្រើប្រាស់ហ្នឹងយកទៅគុណនឹងតម្លៃម៉ាន350បាទហើយតមកយើងសរសេរលក្ខខណ្ឌ if មួយទៀតមកបាទអញ្ចឹងយើង select ទៅលើគីឡូវ៉ាត់នេះទៅដែរអញ្ចឹងបើសិនជាយើងប្រើតូចជាងឬស្មើ100គីឡូវ៉ាត់តូចជាងឬស្មើ100គីឡូវ៉ាត់ចឹងកន្លែងនេះអូខេស្បៀសមួយចឹងកន្លែងនេះយើង select ទៅលើគីឡូវ៉ាត់របស់យើងដដែលយកទៅគុណនឹងតម្លៃ550បាទអូខេអញ្ចឹងសល់មួយចុងក្រោយបើសិនជាយើងប្រើចាប់ពី101គីឡូឡើងទៅតម្លៃ650អញ្ចឹងលក្ខខណ្ឌចុងក្រោយមានថាលក្ខខណ្ឌវាមិនពិតចឹងគឺយើងអត់បាក់ប្រើជាមួយ x ទេគឺយើងគ្រាន់តែបង្ហាញលទ្ធផលទៅយកហើយយើងយកទៅគុណជាមួយនឹងតម្លៃវាមកទៅអូខេចឹងកន្លែងនេះយើងគុណនឹង650មកអូខេធ្វើការបិទវងកញ្ចក់ប៉ុណ្ណឹងមកជាការស្រេចហើយបាទ
ចឹងយើងធ្វើការ enter មកបាទអញ្ចឹងកន្លែងនេះឃើញតម្លៃ 84,500 រៀលបាទនិយាយថាគេប្រើអស់130គីឡូមានន័យថាលើសពីអឺ101គីឡូឡើងទៅគឺមានថាតម្លៃឡើងដល់150បាទជាងជាងជាក់នឹងយើងពីចំណៃមកក្រោមមកបាទចឹងក្នុងលំហាត់នេះគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់